ណែកតូចចាម៉ែស្គមកដើតែបាយទឹកអត់ខំប្រឹងស៊ីទេមិនចង់បានរៀងទៅណាចង់បានរៀងយកទៅប្រឡងធ្វើទងប្រលឹងមែនម៉ែគ្រាន់តែហូបបាយសោះក៏បខំគេដែរតំបាយតំចំណីតំបាយតំចំណីតិចឡាប់ដោយសារអត់បាយទៅតិចអ្នកចិត្តខាងមកបន្ទោសម៉ែឪថាចិញ្ចឹមកូនមិនអោយអីស៊ីឃ្លានតស្ដាច់ខ្យល់ទៅចាចាំខ្ញុំប្រឹងញ៉ាំវិញចឹងពេលប្រឹងញ៉ាំណែកតូចចាម៉ែហើយប្រឹងស៊ីអីក៏ប្រឹងមកម៉េះអត់មានមើលមៀតខ្លួនឯងទេខ្លួនក៏មុំផងមិនជាតិមុនឡាប់ដោយសារអត់ឃ្លានហើយបានជាតិនេះខំប្រឹងបូមសបើមពេកចៃអាពេលគេអត់ហូបយោរៀងបខំឲ្យគេហូបឥឡូវគេហូបឡើងធ្លាប់ខ្លួនហើយបខំឲ្យគេអត់វិញប្រឹងម៉ងចង់ស៊ីយោត្រង់ហ៎មិនស្អែកឲ្យឪឯងធ្វើត្រង់មួយទៀតគៀនត្រង់ជ្រូកហ្នឹងនៅបានពីរអ្នកជ្រូកហ្មងទៅស៊ីនោះស៊ីអត់មានមើលមៀតខ្លួនឯងពេលនៅផ្ទះកតូចចាម៉ែមួយថ្ងៃសងំនៅតែផ្ទះដេកតែក្នុងបន្ទប់ហ្នឹងទៅអត់មានចេញក្រៅចេញអីខ្លះទេតិចដោះរឹសជាប់នឹងក្រេហ្នឹងទៅចេញទៅក្រៅចេញអីមើលគេមើលឯងខ្លះទៅប៉ុណ្ណានៃឲ្យសងំដេកតែក្នុងបន្ទប់ហ្នឹងចាពេលចេញក្រៅកតូចចាម៉ែហើយប្រងទៅណាហ្នឹងចេញទៅក្រៅទៅហាងកាហ្វេចេញដើរទៅតាមផ្លាញលុយទៅមួយថ្ងៃចេញទៅក្រៅហ្នឹងទៅធ្វើស្អីមានការងារអីទៅអង្គុយសំកុកទៅហាងកាហ្វេហ្នឹងទៅអស់តែលុយហ្នឹងទៅគ្មានទាន់ចេះរលលុយបានមួយរៀលទេតែចេញទៅក្រៅម្ដងចាយលុយដូចផ្ទះម៉ាស់ចូលក្នុងផ្ទះវិញអត់មានទៅណាទេសុកចិត្តនៅផ្ទះស៊ីបាយឲ្យដេកហ្នឹងទៅអត់មានទៅក្រៅចាយផ្លាញលុយទេម៉ែឪឯងសទ្ធិអីពេលអត់ជួយធ្វើការងារកតូចចាស់ម៉ែការងារផ្ទះអីមិនបាច់ជួយធ្វើទេថៃកូនសទ្ធិអីព្រោះថ្ងៃផ្ទះមានអ្នកម្រើមែនឲ្យចេះជួយលាងបាយដាំចានដាំអីខ្លះទៅឲ្យចេះជួយធ្វើការងារផ្ទះខ្លះផ្ទះឲ្យសិតតែដីបោះផ្ទះបោកអីខ្លះទៅបោកខោអាវបោកអីខ្លះប្រងឲ្យម៉ែឪម្រើដល់អាយុប្រហែលទៀតចាពេលជួយធ្វើការងារផ្ទះកតូចចាអីយ៉ថ្ងៃនឹងសិតតែចេះជួយធ្វើការងារផ្ទះណប្លែកណាស់ចង់បានអីមិនម៉ែគ្រាន់តែចេញចរិតមកម៉ែដឹងបាត់ហើយចង់បានអីហ្មងប្លែកណាស់មកចេះជួយធ្វើការងារផ្ទះហ្នឹងមិនដែលសោះមើលនិយាយមើលចង់បានអីកូនមានចង់បានអីម៉ែគ្រាន់តែជួយធ្វើការងារផ្ទះសោះអូយមិនបាច់មកធ្វើត្រឹមត្រូវទេគ្រាន់តែហាមាត់មកម៉ែឃើញដល់កឡៅទៅខុសទៀតណែកតូចមើលអាយុប្រហែលហើយអាយុ70ម៉ែអាយុ70ហើយអត់គិតយកប្តីយកស្រីអីទេម៉ែចង់បានចៅបានអីពោនេះម៉ែហើយកូន single ម៉ែឯងចង់បានចៅឲ្យកូនទៅយកចៅបងពីណាមកឲ្យម៉ែឯងគេតដឹង3 4 5នាក់ហើយមិនក៏មិនយកចាឲ្យកូនយកមិនម៉ែឯងមើលអ្នកមកតដឹងសិតតែអ្នកមានសិតតែសង្ហាជីសិតតែឡានហើយឲ្យកូនយកមិនកើតម៉ែអូយអ្នកមានអ្នកសង្ហាជីសិតតែឡានមកតដឹងហើយយកមិនកើតទៀតចង់បានប្តីល្មិចចង់បានប្តីអ្នកក្រហើយតែមិនចង់បានប្តីអ្នកក្រធម្មតាប្តីអ្នកមានលុយមានឡានមានទ្រព្យច្រើនស្រីផ្សេងគេចង់បានច្រើនអញ្ចឹងខ្លាចប្តីក្បត់ខ្លាចប្តីមានស្រីខ្លាចយកលុយទៅចិញ្ចឹមស្រីអញ្ចឹងយើងយកប្តីអ្នកក្រគាត់រវល់ទៅធ្វើការងាររកស៊ីចិញ្ចឹមជីវិតមានពេលណាទៅក្បត់យើងអត់ដឹងទេបំបានប្តីក្រទេខ្ញុំមិនយកទេមិនយកល្មិចម៉ែខំកក់ផ្កាស្រស់គេហើយហ្នឹងកក់ផ្កាស្រស់ម៉ែកក់ផ្កាស្រស់ទៅអីកក់ទុកឲ្យកូនឯងទៅ pre wedding ហ្នឹងម៉ែរៀបគម្រោងចង់ឲ្យកូនឯងទៅ pre wedding នៅសៀមរាបថតនៅផ្ទះខ្មែររៀបផ្កាស្រស់បែបបុរាណកាន់ភួងផ្កាទៅថតតាមមុខប្រាសាទរួចហើយរៀបផ្កាទៅថតលើទូកអីហ្នឹងនេះម៉ែកក់សិតតែសក្ការៈផ្កាស្រស់ណាសក្ការៈផ្កាស្រស់កូនថាចាំមើលតែចិត្តការទៅ pre wedding កូនកក់សក្ការៈផ្កាស្រស់ហ្នឹងឯងឥឡូវម៉ែឯងកក់ទុកឲ្យបដ ாய் នងហើយម៉ែឃើញគេរៀបស្អាតណាស់នឹកឃើញដល់សក្ការៈផ្កាស្រស់ចង់ទៅ pre wedding ហ្មងម៉ែមើលសក្ការៈផ្កាស្រស់គេមានសេវាកម្មអីខ្លះហើយម៉ែឯងរៀបរាប់ប្រាប់កូនតិចមើលចាំម៉ែរៀបរាប់ប្រាប់សក្ការៈផ្កាស្រស់មានទទួលរៀបចំកញ្ចប់ផ្កាស្រស់ថតនៅផ្ទះខ្មែរក្នុងខេត្តសៀមរាបសក្ការៈផ្កាស្រស់មានទទួលធ្វើកម្រងភួងដៃផ្កាស្នៀតសក់និងផ្កាជាច្រើនទៀតសម្រាប់កូនក្រមុំកំឡោះនៅថ្ងៃ pre wedding ជាពិសេសសក្ការៈផ្កាស្រស់មានទទួលកញ្ចប់អាពាហ៍ពិពាហ៍ដូចជាក្រុមពិធីការប្រពៃណីរៀបចំក្រុងពាលីរណ្ដាប់សូត្រមន្តនិងជំនូននៅថ្ងៃមង្គលអាពាហ៍ពិពាហ៍សក្ការៈផ្កាស្រស់ជាផ្កាទម្រង់ច្នៃប្រឌិតនៃឋានសួគ៌ក្រុងអង្គរប្រណិតភាពសេវាកម្មទំនុកចិត្តប្រកបដោយតម្លៃនិងគុណភាពតាក់ទងមកសក្ការៈផ្កាស្រស់ឥឡូវនេះដើម្បីឲ្យថ្ងៃមង្គលអាពាហ៍ពិពាហ៍របស់លោកអ្នកកាន់តែស្រស់ស្អាតកាន់តែប្រណិតនិងមានគុណតម្លៃ